សូមជូនរឿងថ្មាតបោកដំរីសកាលពីព្រៃនាយមានស្ដេចថ្មាតមួយមានពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកទៅយល់សុបិនឃើញថាចាប់បានស្ដេចដំរីសពួកសេនាបរិវារក៏ហើរសំដៅទៅលំនៅស្ដេចដំរីសនោះដល់ហើយក៏ស្រែកហៅស្ដេចដំរីសថាបងដំរីម្ចាស់យើងឲ្យបងឯងទៅឯលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សុបិនថាបានស៊ីសាច់បងដំរីឯងដំរីឮដូច្នេះក៏ភ័យញ័រឥតឧបមាយំបណ្ដើរលាប្រពន្ធកូននិងពលសេនាបណ្ដើរដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទន្សាយសុភាទន្សាយក៏សួរទៅស្ដេចដំរីថាយីបងដំរីទៅណាមកណាក៏រលះរលាំងថែមទាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាអោបងសុភាអើយស្ដេចថ្មាតគេយល់សុបិនឃើញថាបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយទន្សាយឆ្លើយថាយីបងដំរីរូបប៉ិនបងឯងម្ដេចសុកចិត្តទៅឲ្យអាសត្វថ្មាតស៊ីតទេយ៉ាងនេះចាំខ្ញុំជួយដោះទុកបងឯងឲ្យរួចរស់បានស្ដេចដំរីបានឮដូច្នេះមានចិត្តត្រេកអរណាស់ក៏ហៅទន្សាយឡើងជិះលើខ្នងដើរសំដៅទៅលំនៅស្ដេចថ្មាតលុះឃើញដំរីដើរមកដល់ហើយស្ដេចថ្មាតអញញឹមញញែមរួចនិយាយទៅកាន់ដំរីថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សុបិនឃើញថាបានស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយធ្វើពុតជាដេកលក់លើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទន្សាយថាណែបងសុភាម្ដេចមកដេកលើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទន្សាយឆ្លើយថាឈប់កុំអាលសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបញ្ញមិញយើងមិនបានស្ដាប់ព្រោះរវល់តែងងុយពេកស្ដេចថ្មាតឆ្លើយថាយើងយល់សុបិនឃើញថាបានស៊ីសាច់ដំរីសទន្សាយថាមែនហើយអំបញ្ញមិញខ្ញុំដេកលក់មួយភាំងទៅយល់សុបិនថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាយីបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទន្សាយថាបើបងឯងមិនឲ្យការយល់សប្តិរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីក៏ខ្ញុំមិនឲ្យបងឯងស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីដោយចាញ់កលឧបាយសុភាទន្សាយដំរីក៏វិលទៅលំនៅខ្លួនវិញទន្សាយក៏បោលចូលព្រៃបាត់ទៅដែរ